ខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដส์1ធ្នូ2025នាសប្តាហ៍កន្លងទៅនេះសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីសហការជាមួយនឹងមន្ទីរសុខាភិបាលបានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដส์1ធ្នូឆ្នាំ2025ក្រុមវត្តមានលោកជំទាវកៅសវឿនអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តដែលមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការសាខាក្រុមការងារអិសរាជជនឆ្នាំថ្នាក់ជាតិយុវជនកាកបាទក្រហមកម្ពុជាយុវជនកាយរដ្ឋកម្ពុជាសិស្សានុសិស្សនិងអ្នកផ្ទុកមេរោគអេដសសរុបចំនួន434នាក់លោកលីសាមីលេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានអានសារសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងជាអិសរាជជនឆ្នាំថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដជំងឺអេដនិងការអភិវឌ្ឍនៅកម្ពុជាលោកជំទាវកៅសាវឿនបានអានខ្លឹមសារទាំងស្រុងរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងបានណែនាំឲ្យថែរក្សាសុខភាពជាចាំបាច់អំណោយជាសម្ភារៈដើម្បីលើកទឹកចិត្តដល់អ្នកដែលរងគ្រោះដោយជំងឺអេដសសរុបចំនួន20នាក់ក្នុងម្នាក់ទទួលបានអង្ករ5គីឡូក្រាមមី1កេសឃីត1កញ្ចប់មុង1ភួយ1សរង1ក្រមា1គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន